វាលស្រែពណ៌មាសលាតសន្ធឹងដាច់កន្ទុយភ្នែកនៃភូមិភាគឧត្តរខ្យល់រំភើយនៃរដូវច្រូតកាត់បានបក់មកប៉ះផ្ទៃមុខដ៏ស្រអែមរបស់ធីតានាងកំពុងយួរកន្ត្រកបាយដើរតម្រង់ទៅរកវាលស្រែខាងត្បូងភូមិដែលនៅទីនោះវីរៈជាបងខ្លាយរបស់នាងកំពុងតែមមាញឹកនឹងតាប្រមូលផលស្រូវតែម្នាក់ឯងចាប់តាំងពីបុប្ផាដែលជាបងស្រីបង្កើតរបស់ធីតានិងជាប្រពន្ធរបស់វីរៈបានទទួលមរណភាពដោយសារជំងឺរ៉ាំរ៉ៃកាលពី2ឆ្នាំមុនវីរៈបានក្លាយជាមនុស្សស្ងៀមស្ងាត់គាត់ធ្វើការធ្ងន់រាល់ថ្ងៃដើម្បីចិញ្ចឹមសុភាកូនស្រីអាយុ5ឆ្នាំចំណែកឯធីតាដោយសារក្តីអាណិតក្មួយនិងបងថ្លៃនាងតែងតែចិញ្ចោលជួយមើលថែទុកដាក់ផ្ទះសម្បែងនិងយកបាយទឹកឲ្យវីរៈជារៀងរាល់ថ្ងៃបងវីរៈសម្រាប់ញ៉ាំបាយសិនទៅបងធីតាស្រែកហៅពីលើភ្លឺស្រែវីរៈងើបមកពីកណ្ដាប់ស្រូវគាត់យកដៃជូតញើសដែលហូរកាត់ថ្ងារួចញញឹមដាក់បងថ្លៃបន្តិចស្នាមញញឹមនោះហើយដែលធ្វើឲ្យបេះដូងរបស់ធីតាលោតខុសចង្វាក់នាងដឹងខ្លួនឯងច្បាស់ថានាងមានចិត្តលើបងថ្លៃម្នាក់នេះយូរហើយមិនមែនគ្រាន់តែជាការអាណិតទេតែជាក្តីស្រឡាញ់ប៉ុន្តែនាងតែងតែសង្កត់ចិត្តនោះទុកព្រោះខ្លាចសង្គមរិះគន់និងខ្លាចវិញ្ញាណក្ខន្ធបងស្រីមិនស្ងប់ខណៈដែលវីរៈកំពុងហូបបាយក្រោមម្លប់ឈើស្រាប់តែផ្ទៃមេឃដែលធ្លាប់តែស្រឡះបាំងប្រែជាខ្មៅងងឹតយ៉ាងលឿនពពុះខ្មៅដុំធំបានរសាត់មកបាំងពន្លឺថ្ងៃហើយខ្យល់កន្ត្រាក់ចាប់ផ្ដើមបក់បោកយ៉ាងខ្លាំងរហូតធ្វើឲ្យដើមត្នោតក្បែរនោះរេដូចគេអង្រួនធីតាមេឃរកលខ្លាំងណាស់ប្រញាប់រៀបចំទៅផ្ទះវិញទៅវីរៈនិយាយទាំងបារម្ភប៉ុន្តែវាយឺតពេលទៅហើយក្របភ្លៀងពុនមេដៃបានចាប់ផ្ដើមធ្លាក់ចុះមកយ៉ាងគំហុករត់ទៅជ្រុកនៅខ្ទមចាស់ចុងស្រែសិនទៅវីរៈស្រែកខ្លាំងប្រណាំងនឹងស្នូផ្គរលាន់រួចចាប់ដៃធីតារត់កាត់វាលស្រែឆ្ពោះទៅកាន់ខ្ទមចាំស្រែចាស់មួយដែលនៅក្បែរដងអូផ្លូវភ្លឺស្រែរអើខ្លាំងធីតាជំពុកជើងស្ទើរតែដួលប៉ុន្តែវីរៈដែលមានរាងកាយរឹងមាំបានលូកដៃទៅត្រកង់ជំគាក់នាងជាប់កម្លាំងដៃដ៏រឹងមាំរបស់គាត់ធ្វើឲ្យធីតាមានអារម្មណ៍កក់ក្ដៅនិងសុវត្ថិភាពបំផុតទោះបីជានៅកណ្ដាលព្យុះភ្លៀងក៏ដោយពួកគេទាំងពីររត់ចូលមកដល់ក្នុងខ្ទមតូចមួយដែលសង់ពីឈើប្រក់សង្កសីចាស់ទោះបីជាមានកន្លែងជ្រក់ប៉ុន្តែទឹកភ្លៀងបានសាចចូលតាមប្រហោងជញ្ជាំងខ្លះទាំងវីរៈនិងធីតាសុទ្ធតែសើមជោគខ្លួនបរិយាកាសនៅក្នុងខ្ទមប្រែជាស្ងាត់ឈឹងមានតែស្នូរទឹកភ្លៀងដែលធ្លាក់លើដំបូលសង្កសីដូចគេលេងតន្ត្រីធីតាញ័រខ្លួនទៅត្រើកដោយសារភាពរងានិងសម្លៀកបំពាក់ដែលសើមពេបជាប់នឹងខ្លួនឃើញដូចនោះវីរៈក៏ដោះអាវក្រៅរបស់គាត់ដែលសើមទទូចច្របាច់ទឹកចិនរួចយកទៅដណ្ដប់ឲ្យធីតាឯងរងាហើយទ្រាំបន្តិចទៅណាភ្លៀងរាំងអៀននឹងទៅផ្ទះពួកគេអង្គុយចុះនៅក្បែរគ្នាក្នុងទីកន្លែងដ៏តូចចង្អៀតនេះក្លិនដីសើមលាយឡំនឹងក្លិនខ្លួនប្រុសរបស់វីរៈបានធ្វើឲ្យអារម្មណ៍របស់ធីតាវិលវល់នាងលក់សម្លឹងមើលមុខបងថ្លៃចំហៀងផ្ទៃមុខម៉ាមភ្នែកមុតស្រួចនិងទឹកមុខដែលតែងតែបង្កប់ទុក្ខសោកនោះធ្វើឲ្យនាងចង់តែយកដៃទៅអង្អែលលួងលោមបងវីរៈធីតានិយាយតិចបាទវីរៈឆ្លើយតបដោយមិនហ៊ានមើលមុខនាងចំព្រោះគាត់ក៏កំពុងតស៊ូនឹងអារម្មណ៍ខ្លួនឯងដែរការនៅក្បែរនារីវ័យក្មេងម្នាក់ដែលស្រស់ស្អាតហើយជាប្អូនថ្លៃខ្លួនឯងក្នុងស្ថានភាពបែបនេះគឺជាការសាកល្បងផ្លូវចិត្តដ៏ធំបំផុតសម្រាប់បុរសពោះម៉ាយដូចជាគាត់បងហត់ទេដែលទ្រុរស់នៅម្នាក់ឯងបែបនេះធីតាសួរទាំងសំឡេងញ័រវីរៈដកដង្ហើមធំហត់កាយបងទ្រាំបានតែហត់ចិត្តវាពិបាកណាស់ធីតាពេលខ្លះបងនឹកបងស្រីឯងហើយពេលខ្លះបងក៏មានអារម្មណ៍ថាឯកាខ្លាំងណាស់ដែរពាក្យថាឯការបស់វីរៈបានធ្វើឲ្យធីតាភ្លេចអស់នៅភាពភ័យខ្លាចនាងរំកិលខ្លួនចូលទៅជិតគាត់បន្តិចទៀតបងមិនវាយកាទេបងនៅមានសុភាហើយបងនៅមានខ្ញុំវីរៈងាកមកមើលមុខធីតាពេលនេះភ្នែករបស់ពួកគេទាំងពីរបានជួបគ្នាក្នុងកែវភ្នែករបស់ធីតាវីរៈមើលឃើញក្តីស្រឡាញ់ដ៏ជ្រាលជ្រៅដែលនាងបានលាក់ទុកវាជាក្តីស្រឡាញ់ដែលបុរសម្នាក់ប្រាថ្នាចង់បានពីស្ត្រីម្នាក់មួយខណៈនោះអារម្មណ៍តណ្ហានិងសេចក្តីស្នេហាចាប់ផ្ដើមឆេះឡើង
សំឡេងភ្លេងខាងក្រៅហាក់ដូចជាកំពុងជំរុញឲ្យពួកគេបំពេញបំរាមវីរៈលើកដៃទៅប៉ះសក់ដែលសើមរបស់ធីតាថ្នមធីតាបិទភ្នែកទទួលយកការប៉ះពាល់នោះបេះដូងនាងលោតដូចស្ករធីតាវីរៈហៅឈ្មោះនាងដោយសំឡេងស្អកសក់មុខរបស់ពួកគេកាន់តែជិតគ្នាទៅធីតារំពឹងថានឹងមានស្នាមថើបមួយកើតឡើងប៉ុន្តែស្រាប់តែមានពន្លឺភ្លេចបន្តឆាបឆែកឡើងតាមដោយសំឡេងផ្គរលាន់យ៉ាងខ្លាំងក្រាំងវីរៈភ្ញាក់ព្រឺតហាក់ដូចជាត្រូវដាល់ដាស់ឲ្យភ្ញាក់ពីសុបិនគាត់ដកដៃចេញពីធីតាយ៉ាងលឿនហើយថយក្រោយមួយជំហានរូបភាពរបស់បុប្ផាប្រពន្ធរបស់គាត់និងមុខរបស់សុភាកូនស្រីរបស់គាត់បានលេចឡើងក្នុងគំនិតទេបងមិនអាចធ្វើបែបនេះបានទេវីរៈនីល័យទាំងដង្ហើមហត់ធីតាបើកភ្នែកឡើងទឹកភ្នែកចាប់ដើមរមៀលចុះមកហេតុអីបងខ្ញុំស្រឡាញ់បងខ្ញុំមិនមែនជំនួសកែងបងស្រីទេតែខ្ញុំចង់មើលថែបងវីរៈងាកមុខចិនសម្លឹងទៅទឹកភ្លៀងធីតាឯងជាប្អូនស្រីក្បងស្រឡាញ់ឯងប៉ុន្តែក្នុងនាមជាបងប្រុសបើបងធ្វើបែបនេះបងនឹងក្លាយជាមនុស្សអត្តនិយមបំផុតបងនឹងក្បត់វិញ្ញាណក្ខន្ធប្រពន្ធបងហើយបងនឹងបំផ្លាញអនាគតឯងនៅក្មេងណាស់ឯងគួរតែជួបមនុស្សដែលល្អជាងបងមិនមែនបុរសពោះម៉ាយដូចបងទេពាក្យសម្ដីរបស់វីរៈឈឺចាប់តែត្រឹមត្រូវវីរៈបានប្រែសិលធម៌និងការទទួលខុសត្រូវមកផន្លត់ភ្លើងតណ្ហាដែលកំពុងឆេះឡើងគាត់ដឹងថាបើគាត់បណ្ដោយខ្លួនមួយពេលនេះគាត់នឹងត្រូវរស់នៅជាមួយវិបត្តិសារីអស់មួយជីវិតប្រហែល20នាទីក្រោយមកភ្លៀងក៏ចាប់ផ្ដើមរាំងមេឃចាប់ផ្ដើមស្រឡះវិញបន្តិចម្ដងភាពតានតឹងនៅក្នុងខ្ទមក៏បានធូរស្រាលប៉ុន្តែបន្សល់ទុកនូវភាពឆ្ងាំឆ្កងខ្លះវីរៈប្រោកឈរឡើងរួចហុចដៃទៅឲ្យធីតាតោះទៅផ្ទះវិញសុភាកំពុងចាំបាយធីតាសម្លឹងមើលដៃដ៏រឹងមាំនោះនាងជូតទុកភ្នែករួចចាប់ដៃគាត់ក្រោកឈរទោះបីជានាងខកចិត្តដែលមិនទទួលបានចម្លើយស្នេហាប៉ុន្តែនាងបែរជាមានអារម្មណ៍គោរពបងថ្លៃរបស់នាងទ្វេដងគាត់ជាសុភាពបុរសពិតប្រាកដដែលចេះការពារកិត្តិយសនាងជាងការឆក់ឱកាសពួកគេទាំងពីរដើរចេញពីខ្ទមនោះដោយរក្សាគម្លាតសមរម្យពេលដើរដល់ផ្ទះវិញវីរៈបានងាកមកនិយាយទៅកាន់ធីតាជាចុងក្រោយនៅមុខជណ្ដាលផ្ទះធីតាអរគុណសម្រាប់បាយថ្ងៃនេះនិងទឹកចិត្តរបស់ឯងថ្ងៃណាមួយឯងនឹងយល់ថាអ្វីដែលបងធ្វើនៅថ្ងៃនេះគឺដើម្បីការពារតម្លៃរបស់ឯងធីតាញញឹមទាំងរលីងរលោងខ្ញុំយល់ហើយបងជួយបងថ្លៃដ៏អបង្ខាត់